ជីតាដ៏អាក្រក់បានមកដល់ដោយការរំពឹងទុកបងប្រុសម៉ូជុនតាមពិតគាត់ស្ទាត់ជំនាញដាវបំបែកខាងស៊ូជំនាញដាវបែបមិនអាគមនៃបច្ចេកទេសអត្ថបទមិនវែងទេការកាត់ក្បាលផ្ទះឈើ Golden Fingerwood ដោយគ្មានខ្យល់អ្នកបានធ្លាក់ក្នុងអន្ទាក់របស់ Shooting Sword ហើយសូមមូស៊ីកឈីត្រឡប់ទៅនិកាយវិញហើយរកជំនួយខ្សែដៃនេះអាចចាប់ខ្ញុំបានបើអញមិនអាចសម្លាប់ខ្ញុំបានទេខ្ញុំនឹងចាក់ចេញប្អូនស្រីពើរបស់ខ្ញុំនឹងជួយសង្គ្រោះខ្ញុំបងប្រុសច្បងទី3របស់ខ្ញុំនឹងខាត់ពួកគេខ្ញុំនិងបងប្រុសច្បងរបស់គាត់បានរត់ជាមួយគ្នាបងស្រីថែរក្សាវ៉ាផងពេលខ្ញុំទៅបងប្រុសជួយសង្គ្រោះបានបាត់ទៅហើយឡៃហ្វូអ្នកទាំងពីរទៅឆ្ងាយថ្ងៃនេះគ្មាននរណាម្នាក់នឹងចេញពីទីនេះបានទាំងរស់ឡើយខ្ញុំនឹងខាត់គាត់ទុកពេលអ្នកប្រញាប់ចាក់ចេញជាពិសេសអ្នកក្មេងស្រីតូចញ៉ាំអ្នកតែម្នាក់ឯងអាចធ្វើដោយផ្ទាល់បានចេងវងហៅ Q វងយូយូចេងសូម្បីតែបងប្រុសច្បងទី3របស់អ្នកដាំដុះក៏មិនអាចយកឈ្នះគាត់បានដែរធ្វើជាក្មេងស្រីល្អហើយខ្លាយជាឈាមរបស់ខ្ញុំវាមិនមែនថាខ្ញុំល្ងងទេវាគឺខ្ញុំបានធ្វើបាបអ្នកយេឲ្យឈប់ឆ្មើងឆ្មៃទៀតទៅតើអ្នកណារឹងរូសម្លេះអំណាចនៃហ្វុងកូឈ្មោះដែលទម្លុកខ្សែបន្ទាត់សត្រូវហើយអ្វីបានជាក្រុមមនុស្សធំបែបនេះមានត្រឹមតែ100នាក់គាត់ស្ទើរតែអស់កម្លាំងពីកណ្ដាប់ដៃចំនួន0.8កណ្ដាប់ដៃខាងលើនឹកអ្នកណាហ្វីលីរួចហើយ